ជួបគ្នាបន្តទៀតលោកអ្នកបាទបន្ទាប់ពីយើងសម្រាប់បន្តិចមិញទេបាទ ចាឥឡូវយើងចូលទៅរឿងបន្តទៀតគឺបរិះ2នាក់ហ្នឹងស្រវឹងហ្វ្រាជិះម៉ូតូម៉ាក Viva ពណ៌ខ្មៅពាក់ flag លេខ N4601 ផូព1ទៅបុកនឹងរថយន្ត Mitsubishi Triton ពណ៌ទឹកប្រាក់ដែលពាក់ flag លេខភ្នំពេញ2J2548 ចតទុកចោលនៅនឹងចិញ្ចើមផ្លូវបណ្ដាលឲ្យដួលរងរបួសស្រាលទាំងពីរនាក់នាំគ្នារត់ចោលម៉ូតូនៅកន្លែងកាត់ហេតុអស់ហេតុការណ៍នេះគឺបានកាត់ឡើងនៅវេលាម៉ោង 8:40 នាទីយប់ថ្ងៃទី 25 មិថុនានៅរង្វង់មូសំពៅមាសគឺផ្លូវលេខ 161 សង្កាត់វាលវង្សខណ្ឌ 7 មករាហើយប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌ 7 មករាបានឲ្យដឹងថារថយន្ត Mitsubishi Triton ចតទុកចោលនៅចិញ្ចើមផ្លូវក៏ស្រាប់តែបរិះ2នាក់ជិះម៉ូតូ Viva ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកទៅហើយគឺរេចង្កូតទៅបុករថយន្តចំលើកង់ខាងឆ្វេងបណ្ដាលឲ្យក្រពិតរីឯអ្នកជិះម៉ូតូទាំងពីរនាក់ដួលរងរបួសស្រាលក៏នាំគ្នារត់ចោលម៉ូតូនៅនឹងកន្លែងកាត់ហេតុអស់ក្រោយពេលដែលកាត់ហេតុហ្នឹងគឺមានតំណាងមកធ្វើការចរចាជាមួយនឹងខាងរថយន្តប៉ុន្តែចរចាគ្នាគឺអត់ត្រូវទេបែរជាឆ្លោះប្រកែកគ្នាមួយប្រាវទៅវិញទើបសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ 7 មករារងចាំធ្វើការដោះស្រាយតាមនីតិវិធីចា៎បាទជាទៅបុកឡានគេចា៎បាទតើគាត់ដោះស្រាយបាច់បន្តទៀតបញ្ចប់តែមិនដឹងបដ ாய் ចាឥឡូវយើងចូលទៅមកករណីទៀតនេះគឺម៉ូតូ Fame 125 ពណ៌ខ្មៅពាក់ flag លេខកំពត 1A7980 ជិះគ្នានឹង2នាក់ក្នុងស្ថានភាពស្រវឹងដែរចាគឺជិះហ៊ាចូលទៅបុកនឹងម៉ូតូ Icon ពណ៌សលាយផ្ទៃមេឃពាក់ flag លេខភ្នំពេញ 1BN 5833គឺជិះម្នាក់ឯងចាបណ្ដាលឲ្យដួលរងរបួសធ្ងន់នឹង2នាក់ស្រាលម្នាក់គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 25 មិថុនាតាមផ្លូវបេតុងភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្វុកប្រពន្ធព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌហ្វេនហ្វុកបានឲ្យដឹងថាម៉ូតូ Fame 125ជិះគ្នា2នាក់ស្រវឹងទោទុនទៅហើយគឺជិះពីកើតនឹងទៅលិចហ៊ាចូលទៅបុកនឹងម៉ូតូ Icon នៅខាងស្ដាំដៃដែលកំពុងតែបើកបរពីលិចទៅកើតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាគឺបុកពេញទំហឹងតែម្ដងបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងនឹងដួលធ្វើឲ្យខាងម៉ូតូបង្ករងរបួសធ្ងន់ទាំងពីរនាក់រីឯម៉ូតូ Icon រងរបួសស្រាលក្រោយពេលកាត់ហេតុអ្នករងរបួសធ្ងន់ទាំងពីរត្រូវរថយន្តសង្គ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសុមៈចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌហ្វេនហ្វុករងចាំធ្វើការដោះស្រាយចា៎ហើយបន្ទាប់ពីរឿងនេះគឺយើងចូលទៅមករឿងទៀតជាករណីទូហ្វេខ្សែភ្លើងឃ្លាំងស្តុកទំនិញរបស់ផ្សារទំនើបលាក់គីធ្វើឲ្យសន្តិសុខនឹងភ័យរត់ជន់ជើងគ្នាពេញទៅក្នុងហាងចាឃ្លាំងស្តុកទំនិញរបស់ផ្សារទំនើបលាក់គីដែលស្ថិតនៅខាងក្រោយផ្សារទំនើបស្ថិតនៅខាងក្រោយផ្សារទំនើបលាក់គីនោះតែម្ដងតាមបណ្ដោយផ្លូវលេខ 278 ក្នុងសង្កាត់បឹងខេងកងទី 1 ខណ្ឌចំការមនមានផ្សែងហុយខ្មួខ្មាញ់ចេញពីក្នុងឃ្លាំងធ្វើឲ្យក្រុមសន្តិសុខនាំគ្នារត់បាញ់ទឹកនិងយកបំពង់ពលុតអគ្គិភ័យបាញ់រលត់អស់ទៅវិញដោយខ្លួនឯងទៅហេតុការណ៍នេះបានកាត់ឡើងនៅម៉ោង 9:30 នាទីយប់ថ្ងៃទី 25 មិថុនាហើយប្រភពព័ត៌មានពីសន្តិសុខយាមដែលនៅខាងក្រោយផ្សារទំនើបលាក់គីបានឲ្យដឹងថាមុនពេលដែលកើតហេតុក្រឡេកទៅនឹងគឺឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុកទំនិញរបស់ផ្សារទំនើបលាក់គីដែលចាក់សោជាប់ទើបពួកគេទូរស័ព្ទទៅប្រធានសន្តិសុខដែលជាអ្នកកាន់សោឲ្យទៅចាក់រួចនាំគ្នាយកទៅយកបាញ់និងយកបំពង់ពលុតអគ្គិភ័យបាញ់អស់ 8 បំពង់ទើបរលត់អស់ទៅវិញហើយប្រភពដដែលបន្តទៀតថាហេតុការណ៍នេះគឺប្រើប្រាស់រយៈពេលហ្នឹង10 នាទីក្នុងការបាញ់ពន្លត់បានបាញ់ពន្លត់ភ្លើងនោះចាហើយក៏បានរលត់អស់ទៅភ្លាមទៅមិនបង្កឲ្យឆេះខូចខាតរបស់របរអ្វីនោះទេគ្រាន់តែឆ្លងចរន្តធ្វើឲ្យទូហ្វេខ្សែភ្លើងហើយផ្សែងតែប៉ុណ្ណោះបាទគាត់ភ្ញាក់ផ្អើលចុះផ្សារទំនើបលាក់គីនៅកន្លែងទៅហ្នឹងគាត់មិនភ្ញាក់ផ្អើលមិនភ្លើងចាប់ដើមហុយទៅហើយបាទទោះបីឆេះតិចតួចក៏ដោយក៏ត្រូវថាភ័យស្លន់ស្លោដែរណាក៏ដូចណាដែរបាទប៉ុន្តែអត់អីទេក្រោយពេលដែលភ្ញាក់ផ្អើលទៅក៏បានរលត់ទៅវិញទៅបាទចាឥឡូវយើងចូលទៅរឿងបន្តទៀតជាគ្រោះថ្នាក់ចរាចរណ៍គឺផឹកហ្វ្រាស្រវឹងដូចគ្នាករណីបរិសម្នាក់នឹងរងរបួសបែកក្បាល2នាក់ទៀតរងរបួសស្រាលគណៈដែលស្រវឹងហ្វ្រាជិះម៉ូតូរេពេញតែផ្លូវទៅបុកនឹងម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងហ្នឹង
ចាដួលក៏លើគ្នាចំណែកភាគីដែលត្រូវគេបុកដួលហ្នឹងមិនមានរងរបួសទេបាននាំគ្នាលើកម៉ូតូជិះចេញទៅបាត់ទៅគ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង 11:20 នាទីយប់ថ្ងៃទី 25 មិថុនានៅចំណុចផ្លូវលេខ 2.1 កែ199 សង្កាត់ទំនប់ទឹកខណ្ឌចំការមនបើតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុឲ្យដឹងថាមុនពេលដែលកាត់ហេតុបរិសស្រវឹងទាំង3នាក់ជិះម៉ូតូគប់ជ្រុងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខតកៅ 1C25 ចាអាប់ជា Frame 2874 ជិះតាមផ្លូវលេខ 2.1 ពីត្បូងទៅជើងក្នុងទិសដៅស្របគ្នាជាមួយនឹងម៉ូតូ Fame 125 Free 2010 ពណ៌ខ្មៅដែលអត់មានផ្លាកលេខទេដែលជិះគ្នានឹង3នាក់ដូចគ្នាខណៈដែលមកដល់ខាងលើចាចំណុចខាងលើនេះគឺម៉ូតូគប់ជ្រុងស្រវឹងហ្វ្រាត្រេតរ៉ូតហ្នឹងគឺបានជិះរេពេញផ្លូវតែម្ដងក៏ជ្រុលទៅបុកពីក្រោយចាម៉ូតូ Fame 125បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងហ្នឹងដួលចាហើយអ្នកបើកម៉ូតូគប់ជ្រុងដួលបែកក្បាលរងរបួសធ្ងន់ម្នាក់ហើយពីរអ្នកទៀតគឺរងរបួសហ្វ្រាចំណែកខាងម៉ូតូ Fame 125អត់មានរងរបួសទេបាននាំគ្នាលើកម៉ូតូជិះចេញទៅបាត់ទៅហើយក្រោយពេលដែលកាត់ហេតុអ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះទៅដល់អ្នករងរបួសមិនព្រមឡើងរថយន្តទៅព្យាបាលទេក៏បានទូរស័ព្ទហៅមិត្តភ័ក្តិជិះម៉ូតូមួយគ្រឿងទៀតមកដប់គ្នាចេញទៅអស់មិនបានរំខានដល់សមត្ថកិច្ចនោះទេចាបញ្ចប់នឹងកន្លែងកុំឲ្យរំខានសមត្ថកិច្ចតែមិនបានឃើញអ្នកមើលខ្លះមិនចេះខ្ទប់ច្រមុះនោះមិនហ្នឹងធុំក្លិនស្អីហ្វេហ្នឹងបែបចង់ចង់សវឹងវាធុំក្លិនហើយចង់សវឹងជំនួសគ្នាហ្នឹងអីតោងផ្លាកជាងផ្លាកចរាចរណ៍ណាគាត់ខ្លាចដួលថែមទៀតជាម៉ូតូដួលហើយឥឡូវនេះខ្លាចឈរឲ្យមិននឹងខ្លាចដួលខ្លួនឯងទៀតហ្នឹងឲ្យទឹកបដូរនិស័យបាទតោះទៀតឥឡូវចូលមករឿងទៀតជនហ្វាំងហ្វៃ3នាក់បានលបចូលទៅក្នុងផ្ទះសិប្បកម្មកែច្នៃឈើហើយផ្លោះចេញមកវិញនឹងត្រូវម្ចាស់ផ្ទះតន់ក៏ស្រែកថាចៅនាំគ្នាពាត់ចាប់បានម្នាក់ហើយពីរនាក់ទៀតហ្នឹងគឺរត់គេចទៅហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 2:10 នាទីរំលងអត្រាឈានចូលថ្ងៃទី 26 មិថុនានៅចំណុចផ្ទះលេខ 794 ផ្លូវលេខ 474 កែងនឹងផ្លូវ 101 សង្កាត់បឹងត្របែកខណ្ឌចំការមនប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះទៀបសវណ្ណរិទ្ធចាគឺភេទប្រុសអាយុនឹង26ឆ្នាំមករបរសិប្បកម្មកែច្នៃឈើស្នាក់នៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថានៅវេលាម៉ោងខាងលើនឹងមានជនហ្វាំងហ្វៃ3នាក់មិនដឹងថាចូលទៅលួចរបស់របរអ្វីនោះទេខណៈដែលផ្លោះចេញពីក្នុងផ្ទះមកវិញចាគឺទៅដឹងចាទៅគាត់ដឹងធ្វើឲ្យមានការភ្ញាក់ផ្អើលហើយគាត់ក៏បានស្រែកថាចៅហើយក៏នាំគ្នាពាត់ចាប់បានជនហ្វាំងហ្វៃនឹងម្នាក់ហើយចំណែកឯពីរនាក់ទៀតគឺរត់គេចបាត់ទៅហើយជនហ្វាំងហ្វៃដែលខកខ្លួនបាននឹងត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់ម្ដាយមួយជើងរួចហើយប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងត្របែកយកទៅហ្វាក់សួរជនហ្វាំងហ្វៃនេះមានឈ្មោះថាចាន់នីភេទប្រុសអាយុ25ឆ្នាំមុខរបរនិងស្នាក់នៅគឺមិនពិតប្រាកដនោះទេទោះបីជាយ៉ាងណាម្ចាស់ផ្ទះមិនទាន់បញ្ជាក់ប្រាប់ថាបាត់បង់របស់របរអ្វីខ្លះនៅឡើយដែរចា៎ពេលជាប់ចឹងទៅធ្វើសភាពមើលទៅតំណងដូចសភាពប៉ុន្តែគាត់ថាមិនតាន់ចាប់បានហ្នឹងអូលែមឡើងផ្ទះគេអត់មានណាដឹងតែចេញមកវិញបាត់គេដឹងដូចមិនសមមិញចឹងមិនសមមិញរឿងចោលលួចមន់ចឹងចាដល់ពេលខ្ញុំចេញទៅខាងក្រៅមានមហាជនដែលនៅកន្លែងចិត្តកន្លែងកើតហេតុហ្នឹងណាគាត់ទូរស័ព្ទមកគាត់ថាលោករដ្ឋាភិបាលតាមពិតបុគ្គលដែលអ្នកលួចមន់ហ្នឹងជំនាញមែនណាជំនាញលួចមន់មែនណាបាទមិនធម្មតាទេបាទអញ្ចឹងបានដល់ពេលយើងផ្សាយចេញទៅគាត់ថារឿងវាតូចប៉ុន្តែក្រុមនេះគឺជំនាញតែម្ដងមិនមែនតែពួកគេម្នាក់ទេគ្នាគេមាន 3-4 នាក់ហើយអញ្ចឹងគាត់ថាពេលលឺតែម្ដាយរបស់គាត់និយាយថាហេតុអីបានជាកូនទៅធ្វើអញ្ចឹងកូនមិនដែលធ្វើអញ្ចឹងសោះបាទប៉ុន្តែកូនធ្វើរងៃវាទៅចេះវិញបាទគេអ្នកឃើញគេអ្នកធ្លាប់ចាប់នៅខាងកកាបបាទនៅខាងកកាបខណ្ឌពូសែនជ័យបាទគាត់នៅជិតវត្តតាំងកសាំងបាទគាត់និយាយថាគេធ្លាប់ចាប់បរោះហ្នឹងអូលួចលឿនណាស់កំពូលហ្មងមកជំនាញមកចាប់មន់មិនឲ្យស្រែកបាទអានេះជំនាញចាប់មន់តែតាមពិតដល់ពេលបើសិនតែជំនាញចាប់មន់មកឲ្យស្រែកហើយហ្នឹងក៏ជំនាញចាប់ស្រីអត់ឲ្យស្រែក
và chẳng ấy ban còn ban bật tham còn ta lụ thì men ấy men ọt đôi mà đai còn dây tham nước chỉ lực thì môi cồn còn mà đai bật bật ấy chẳng thế tam bật cứ nhật nhọp na hái cái lụi ban phim mới đạn nó không ập mô tô một cái bằng cài tức tự lệ trôi đông phục và đặc biệt lùi tầng món lùi tầng tia các bạn mà còn lùi từ climb vắng mình trăm từ climb còn lùi từ lục thèm tiền mà đi tôi tiền này chuyên kho một năm chẳng bị lại mưa làm mấy nhá tại chuyên cá nè te con cứ ọt đằng mà ta con ba thằng ấy mà đái cho thò mà đái ấy na lục bục ấy na tập rạp cô nội đào lùi kia mà vì cầm ró miên mà miên tích bầm phốt mà đọc nó miên cả lại mà cả nát mà đọc với miên mà cả nát mà tại con là complete á còn đừng ta thay cái bọc á tại con chọc cục vú nồng rửa cái plate á nó dừng dây cái này chăng mà về cái lá nè lùi cỏ ao nó cái đó chỉ thật tối thế còn ta đó là pin á ta lá cá cái plate xong nồng rương à chọc vú rồi sang cái plate à nó dừng dây lên chẳng á còn ta con là oi riêng ngày coi còn khơi chẳng tôi tả cho thử bà với cái này vừa rương cho là bỏ cái miên tịch tôi đây như từ lui từ sấy và nên dừng chẳng phải chạm vào năng là dừng cho từ mà cả rừng này môi tiện cứ chân chia rồi phí nó cứ nhiên tham đây phần lập nên là phun cho ba rồi vòng một cội cần nòng mà rồi chỉ chân chia rồi phí mà nè trời ban kê protect hơi ông coi lược băng phun cho ba dọc phơi rang chạy tham để khuôn ấy môi phần tu cài mọc cứ bạn đây đua phần lập đục phần đắng là lơ phun cho ba rồi vùng mùa cội cần nóng cố viên chơi trồng và thật nơi nông phần cắt phá cho khăn đón pính ca pì mong pram nâng pham phập nhiệt ti rồi phía ngày tìm mà phải pram bị thổ na chân chơi rồi phía mà nãy ní miền chua thà phịch máu và đìm phết pro ở dụ nâng pham phập bảy năm căn passport lệ phone muối pham phậpประมวลร้อยแปดมวยโจมกประเทศกัมพูชีขนมเนียมจีบเนียวเตฟจอสายไฟเนี่ยเคยหัดก้าวดังทามนเป็นการให้ประเทศคนชนเชื้อประเทศมาเนี่ยนี่คือดากันทั้งขออามวยทั้งเตอองกอยเลือบ้องเลือฟุนชิบ้ารวงมูกุยกันนองโรยให้บันเจอฝรั่งจะนำคลุนไอมวยมาจุลบรรทมอเตียบันได้สำหรับดกดังเลือฟุนชิบานุแต่มาดองเพื่อไอประชีพรถน้อมเคลียแต่จำรวมมืออย่างก็ก่อจะโรยให้กับบ้านตุรฟาร์มเตอร์นกบาลปอฟราโจไอโจช่วยอันตรากรมขณะได้สมัติเกิดจากđóคนชนจิตรฟีได้สำหรับสะดวกดังถัดขนมสถานเพียบจากคืนเย็นทำแบบนี้มันดังจิตเตอร์บรรจุเตอร์คางนาเตบานตรำโชเมื่อรุ่ยน้อมเคลียตลับเตอร์วิญญาตกชนจิตรฟีนูบรรทอได้ในเรือฟูนบรรทอเตี้ยสว่างจะคือบรรทอเตี้ยเปกราวแล้วนั่นคือดาวเตอร์กระไรฝรั่งในวิ่งได้คลุนไอจ้ะเคยจะรู้เนี่ยนะคือดาวตำหนักกาแล้วเนี่ยปลาเคยยังไงเคยยังสร้างก่อนจักคลุนไอเนี่ยทำไหมดังทำประเภทไอ้ใช่ว่าดังประเภทไอ้ดิว่าคือดอลตำหนักการบอกก่อนได้ว่าจังให้การปราบปรามนำเย็นสมัยหลุดเนี่ยเมื่อนะที่บำพดจังอ่ะได้สะดวกสะดังเนื้อกระดาษวีจังอ่ะว่าในไม่นี่คือเงือบเบอร์กันตึกตลาดมากระปองพองว่าจะนึงจะทำไอ้ดิบ้านนี่ก่อนตาจะเรียบจูนปัวตัวแทนในชนในบ้านดังทับปอร์เมียนวิการล่างวิพลายเซ็งวิคเนจังเอาจะเรียบจูนดังพนังไฮสมาร์ทใกล้ก่อนบ้านแต่เมื่อเลยนั่งโยตนานั่งโยตนาก่อนบ้านเมื่อบัดทับบัดละเมื่อไอ้เซ็งอย่างนั้นก่อนจะช่วยสาวเชื่อดังไปตามจับแต่ดาวปีจังท่านต้องช่วยไหมมาเมียนแต่ตามนั่งไงบ้านแต่ละนี่ลุงเนี่ยสมเปลสำรา